Ok ថ្ងៃនេះយើងចាប់ផ្ដើមរៀនអំពីគុណនាមដែលមាន ing ហើយនឹង ed នៅខាងក្រោយអញ្ចឹងគុណនាមដែលបញ្ចប់ទៅដោយ ing និង ed ខាងក្រោមនៅខាងក្រោមនេះគឺជារូបមន្តដែលយើងត្រូវធ្វើលំហាត់អូខេតោះឥឡូវចាប់ផ្ដើមមើល There are many adjectives ending in ing and ed for example boring and boreយើងនៅពី boring ប្រហែលគាត់ថាអបសោកនេះអបសោកដូចគ្នាក៏ពិតដែលអបសោកប៉ុន្តែ boring នេះគុណនាមដែលមាន ing នេះពេលខ្លះយើងបកប្រែស្មើនឹងពាក្យ continuous នៅពេលដែលវាចូលខាងក្រោយ to be they are មានគុណនាមជាច្រើនដែលបញ្ចប់ទៅដោយ ing ហើយនឹង ed ខាងក្រោយឧទាហរណ៍ boring ហើយនឹង bore ឧទាហរណ៍1 Nita has been doing the same job for a very long time. Nita ធ្វើការងារដដែលអស់រយៈពេលជាយូរយារណាស់ទៅហើយ Nita ធ្វើការងារដដែល the same job. Nita has been doing the same job for a very long time. Nita ធ្វើការងារដដែលអស់រយៈពេលជាយូរយារណាស់ទៅហើយ Every day she does exactly the same thing again and again. Every day she does exactly the same thing again and again. រាល់ថ្ងៃគាត់ធ្វើការងារពិតជាការងារដដែលម្ដងហើយម្ដងទៀតអញ្ចឹងនៅពេលដែលយើងប្រើប្រាស់វានៅក្នុងប្រយោគយើងចាប់ផ្ដើមធ្វើ She doesn't like it anymore and want to do something different. She doesn't like it anymore and want to do something different. នាងអត់ចូលចិត្តវាទៀតទេនាងមិនចូលចិត្តវាទៀតទេហើយនាងចង់ធ្វើការងារអ្វីមួយដែលមានលក្ខណៈខុសពីការងារហ្នឹងអញ្ចឹងយើងចាប់ប្រើមើលបាទពាក់ព័ន្ធជាមួយនឹងអីហើយពាក់ព័ន្ធជាមួយនឹងហេតុការណ៍ Nita job is boring ការងាររបស់ Nita ធ្វើឲ្យគាត់ធុញថប់អញ្ចឹងយើងដឹងថាពាក្យ boring ទៅទេគុណនាមដែលមាន ing គុណនាមពាក់ព័ន្ធជាមួយនឹងអីអញ្ចឹងមើលខាងក្រោមគុណនាមទាំងឡាយណាដែលមាន ing ខាងក្រោមវាត្រូវបានគេប្រើប្រាស់សម្រាប់បបហេតុឬក៏ហេតុផលឬក៏មូលហេតុអញ្ចឹងនេះគឺមូលហេតុបាទពីខុសទៅទេមូលហេតុហើយចំណែកគុណនាមទាំងឡាយណាដែលមាន ed ខាងក្រោមគុណនាមទាំងឡាយណាដែលមាន ed វាត្រូវបានគេប្រើប្រាស់សម្រាប់តែអារម្មណ៍នោះទេអញ្ចឹងគុណនាមដែលមាន ed គេប្រើវាសម្រាប់អារម្មណ៍គុណនាមដែលមាន ing គេប្រើវាសម្រាប់ cause អញ្ចឹងយើងមើលកន្លែងលើនេះ Nita job is boring ការងាររបស់ Nita is boring ធ្វើឲ្យគាត់ធុញថប់អញ្ចឹងអានេះគឺមូលហេតុហើយនេះមូលហេតុដោយសារការងារគាត់ធ្វើ for a very long time ហើយការងាររបស់គាត់ exactly the same thing again and again ការងាររបស់គាត់ពិតជាការងារដដែលហើយយូរអង្វែងដូច្នេះអាហ្នឹងគឺជាមូលហេតុដែលធ្វើឲ្យ Nita ហ្នឹង ed ធ្វើឲ្យ Nita ហ្នឹងមានអារម្មណ៍ថាធុញអញ្ចឹងអា boring តទីនេះគុណនាមដែលមាន ing នេះគឺជាគុណនាមមួយត្រូវបានគេប្រើប្រាស់សម្រាប់អី cause Nita job is boring ការងាររបស់ Nita គឺធ្វើធុញថប់ដោយសារការងាររបស់គាត់ដដែលអញ្ចឹងយើងដឹងហើយគុណនាមដែលមាន ing គឺគុណនាមបញ្ជាក់ពីមូលហេតុនេះគឺ cause អញ្ចឹងដោយសារ boring ហើយ Nita has bored with her job នេះ Nita ធុញថប់ជាមួយនឹងការងាររបស់គាត់អញ្ចឹងដោយសារការងារដដែលអញ្ចឹងយើងឃើញហើយគឺ bore ed នេះដោយសារអីដោយសារ boring រួចហើយបានតាក់ទងទៅដល់ ed boring cause មានខុសហើយបានចូលដល់អី feeling អញ្ចឹង bore កន្លែងនេះពាក់ព័ន្ធជាមួយ feeling ការងាររបស់នាងដដែលគឺ verb ing ធ្វើឲ្យនាងធុញថប់ធ្វើនាងនេះហើយគឺគុណនាមដែលមាន ed អញ្ចឹង ed គុណនាម ed គឺគុណនាមពាក់ព័ន្ធជាមួយអារម្មណ៍គុណនាមដែលមាន ing គឺគុណនាមពាក់ព័ន្ធជាមួយនឹង cause នេះខ្ញុំឲ្យ
Okay ការងាររបស់នីតាធ្វើធំធំនីតាធំធំជាមួយនឹងការងាររបស់គាត់ទៀត with her job អញ្ចឹងខាងក្រោមលេខ1នេះចូលធ្វើការកត់សម្គាល់លេខ1អញ្ចឹងគុណនាមដែលមាន ing វាត្រូវបានគេប្រើប្រាស់សម្រាប់ cause it is used for the cause វាត្រូវបានគេប្រើប្រាស់សម្រាប់ជាមូលហេតុសម្រាប់ cause ចំណែក adjective ending in ed finally it is used for the feeling វាត្រូវបានគេប្រើប្រាស់សម្រាប់អារម្មណ៍យើងឧទាហរណ៍ពីបន្ថែមទៀត Nita job is interesting Nita job is interesting ការងាររបស់នីតាគួរឲ្យចាប់អារម្មណ៍អញ្ចឹងយើងមើលហើយគឺ ing នេះពាក់ព័ន្ធជាមួយនឹង cause មូលហេតុអីបានជានីតាចូលចិត្តនីតាចូលចិត្តការងាររបស់គាត់បាទគួរឲ្យចាប់អារម្មណ៍អូខេអញ្ចឹងយើងមកមើលទៀតដោយសារតែការងាររបស់នេះហើយធ្វើឲ្យនាងចាប់អារម្មណ៍គឺ ed នេះ she is interested when she is អានេះ interested she is interested with her job ពាក់ព័ន្ធជាមួយ feeling ដោយសារនាងចូលចិត្តជាមួយការងារនឹងហើយធ្វើអារម្មណ៍របស់គាត់ interested នាងពេញចិត្តនាងចាប់អារម្មណ៍ជាមួយនឹងការងាររបស់នាងគឺប្រយោគនេះពាក់ព័ន្ធជាមួយនឹង feeling គឺ feeling គុណនាម ed គឺ feeling គុណនាមដែលមាន ing គឺគុណនាម cause បញ្ជាក់ពី cause យើងមកមើលទៀត my job is depressing my job is depressing my job is depressing ការងាររបស់ខ្ញុំធ្វើឲ្យខ្ញុំធុញថប់ធ្វើឲ្យខ្ញុំតក់ប្រមល់អញ្ចឹង ing ហ្នឹងឯងពាក់ព័ន្ធជាមួយ cause ហើយបានជាការងាររបស់ខ្ញុំធ្វើឲ្យខ្ញុំ depressing ដោយសារការងារដល់ដែលហើយម្ដងហើយម្ដងទៀតអញ្ចឹងពាក់ព័ន្ធជាមួយហ្នឹងគឺធ្វើឲ្យអារម្មណ៍យ៉ាងម៉េចធ្វើអារម្មណ៍របស់ខ្ញុំ depressed my job make me depressed នេះពាក់ព័ន្ធជាមួយ feeling ការងាររបស់ខ្ញុំហ្នឹងធ្វើឲ្យខ្ញុំ depressed អញ្ចឹងពាក់ព័ន្ធជាមួយនឹង feeling ការងាររបស់ខ្ញុំហ្នឹងធ្វើឲ្យខ្ញុំមិនសប្បាយចិត្តធ្វើឲ្យខ្ញុំខ្វាយខ្វល់ធ្វើឲ្យខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត depressed អូខេអញ្ចឹងថ្ងៃនេះគឺយើងរៀនអំពីគុណនាមដែលមាន ing គុណនាមនៃ ed អញ្ចឹងមុននឹងចូលដល់ ed យើងពាក់ព័ន្ធជាមួយនឹង ing សិនអញ្ចឹងណាអញ្ចឹងគុណនាមមុននឹងចាប់ដើមចូលដល់ ed នេះមុននឹងចូលដល់គុណនាម ed ត្រូវមានគុណនាម ing សិនអញ្ចឹងគុណនាមដែលមាន ing គឺគុណនាមពាក់ព័ន្ធជាមួយនឹង cause ម្ដងទៀតណាពាក់ព័ន្ធនឹងមូលហេតុចំណែកគុណនាមនៃ ed គឺគុណនាមនោះពាក់ព័ន្ធជាមួយនឹងអីពាក់ព័ន្ធជាមួយនឹង feeling យើងមាន ing សិនយើងមាន cause សិនបានយើងមាន ed ខាងក្រោយ ed នឹងពាក់ព័ន្ធជាមួយអីពាក់ព័ន្ធជាមួយនឹង feeling មាន cause ហើយបានមាន feeling នៅខាងក្រោយអូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយ Thank you very much for listening and study with this grammar ing and ed with me. Thank you.